ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូធ្វើជ្រក់ត្រសក់ហើយនឹងស្ពៃក្តោបចែកជូនបងប្អូនអរគ្នាហើយតាមពិតទៅវាគ្មានរូបមន្តអីគួរឲ្យវាថាត្រូវជាក់លាក់ត្រូវធ្វើមិនទេប៉ុន្តែដោយសារខ្ញុំខ្លាចបង្ហោះរូបថតហើយទៅសេជា caption ទៅវាវែងពេកអញ្ចឹងទៅបងប្អូនយកទៅមើលវាងាយមើលប៉ុន្តែខ្លាចដល់ពេលអនុវត្តជាក់ស្ដែងបងប្អូនអត់យល់ពីគោលដៅមួយថាត្រូវធ្វើអីនោះឲ្យវាល្អបែបមិនមានគោលដៅឬក៏មូលហេតុអីបានត្រូវធ្វើអញ្ចឹងណាបងប្អូនហើយនេះគឺជាគ្រឿងផ្សំខ្លះនៅក្នុងការធ្វើជ្រក់នឹងយើងបន្លែគោមាន2មានស្ពៃក្តោបហើយនឹងត្រសក់ប៉ុន្តែយើងត្រូវមានគ្រឿងដូចក្នុងរូបនេះបងប្អូនមានម្ទេសមានម្រេចមានខ្ញីមានខ្ទឹមសការ៉ុតឆៃថាវអញ្ចឹងណាហើយដំបូងគឺបងប្អូនត្រូវហាន់វារៀបចំឲ្យស្អាតទៅយើងប្រឡាក់មួយអំបិលតាមពិតបន្លែទាំងអស់ហ្នឹងយើងត្រូវប្រឡាក់អំបិលចូលគ្នាទាំងអស់បើសិនជាយើងធ្វើតិចប៉ុន្តែដោយសារខ្ញុំធ្វើច្រើនហើយខ្ញុំអត់មានចាត់ដែកធំបងប្អូនអញ្ចឹងខ្ញុំប្រឡាក់ម្ដងមួយមុខនេះវានិយាយទៅមួយថ្ងៃខ្ញុំធ្វើអស់ច្រើនម៉ោងមែនតើដោយសារខ្ញុំទិញទៅសក់ឡើង10គីឡូហើយស្ពៃក្តោបជាង2គីឡូអញ្ចឹងវាអត់មានអីប្រើអាចារ្យដៃធំបងប្អូនអញ្ចឹងយើងត្រូវប្រឡាក់វាហើយនៅពេលដែលយើងប្រឡាក់វាអស់ទៅយើងទុកវាប្រហែលជាកន្លះម៉ោងទៅ1ម៉ោងបងប្អូនហើយគោលដៅដែលយើងប្រឡាក់ហ្នឹងគឺដេញជាតិទឹកចេញពីបន្លែហើយបងប្អូនសួរថាដាក់អំបិលម៉ានទៅសក់1គីឡូឬក៏បន្លែយើង1គីឡូទាំងអស់ហ្នឹងយើងត្រូវដាក់អំបិលម៉ានវាអាចកំណត់ចំនួនជាក់លាក់ក៏បានប៉ុន្តែបើសិនជាយើងចំណាំមើលចេះល្អជាងបងប្អូនយើងប្រឡាក់អំបិលចេះបងប្អូននេះជាមួយខ្ញុំឲ្យមើលតសក់នៅពេលដែលយើងប្រឡាក់អំបិលហ្នឹងឲ្យអាជាតិអំបិលម៉ត់ហ្នឹងវាឲ្យវាប្រឡាក់ជាមួយនឹងតសក់ហ្នឹងឲ្យវាជុំរួមពេញជាមួយខ្ញុំលើកតសក់ហ្នឹងឲ្យមើលនេះបងប្អូននិយាយទៅធ្វើម៉េចឲ្យអំបិលហ្នឹងប្រឡាក់គ្រឿងបន្លែយើងឲ្យជោគដើម្បីឲ្យវាផ្អាប់ទៅវាចូលជាតិប្រៃទៅក្នុងតសក់ក្នុងបន្លែហ្នឹងវាដេញឲ្យជាតិទឹកពីធម្មជាតិរបស់វាចេញឲ្យអស់ទៅវាមានជាតិប្រៃតិចអញ្ចឹងនៅពេលដែលយើងប្រឡាក់អំបិលប្រឡាក់អីជាមួយនឹងបន្លែរបស់យើងអស់ហើយយើងទុកផ្អាប់វាឲ្យវាទន់សាច់ហើយទន់សាច់បែបម៉េចបងប្អូនអាចភ្លក់មើលអាចកាច់មើលទៅថាបងប្អូនថាវាទន់ល្មមចូលជាតិប្រៃនៅក្នុងហ្នឹងហើយបងប្អូនយកវាទៅលាងទឹកនេះបងប្អូនយើងកាច់មើលក៏បានដែរចឹងឃើញវាមានជាតិប្រៃនៅក្នុងហ្នឹងហើយបងប្អូនអាចយកវាទៅលាងទឹកពី3ទឹកចោលទៅដើម្បីឲ្យអស់ជាតិប្រៃពីខាងក្រៅហ្នឹងបងប្អូនហើយតសក់នេះខ្ញុំផ្អាប់ជាមួយអំបិលហ្នឹងប្រហែលជា7ម៉ោងដោយសារប្រហែលជាខ្ញុំដាក់អំបិលតិចពេកលើកហ្នឹងបានវាអត់ទៅទន់លឿនណារហូតដល់ខ្ញុំតែកន្លះម៉ោងខ្ញុំលាងទឹកចេញហើយស្ពៃក្តោបទាំងអស់ទាំងខ្ទឹមទាំងអីដែលយើងបានត្រាំផ្អាប់អំបិលហ្នឹងគឺមើលតែវាទន់ចូលជាតិល្អហើយវាសពប់ហើយបងប្អូនយកទៅលាងទឹកពី3ទឹកហើយវាជ្រះអាជាតិអំបិលពីខាងក្រៅហ្នឹងទៅបងប្អូនលាងទឹកឲ្យស្អាតហើយទុកវាមួយឡែកទៅហើយបងប្អូនប្រហែលជាត្រូវដាក់វាទាំងអស់ចូលគ្នាប៉ុន្តែដោយសារខ្ញុំនេះគឺខ្ញុំធ្វើច្រើនពេកអញ្ចឹងខ្ញុំមិនមានអីដាក់ទេខ្ញុំលាងម្ដងមួយមុខណាបងប្អូននេះល្អមែនតើមើលទៅគួរឲ្យចង់ញ៉ាំអញ្ចឹងបន្លែទាំងអស់ហ្នឹងបន្ទាប់ពីយើងដេញជាតិទឹកហើយមូលហេតុដែលយើងដេញជាតិទឹកហ្នឹងគឺដើម្បីឲ្យបន្លែហ្នឹងស្រួយណាបងប្អូននៅពេលដែលយើងធ្វើជ្រក់ទៅទាំងតសក់ទាំងគ្រឿងខ្ទឹមគ្រឿងអីហ្នឹងគឺស្ពៃក្តោបយើងខាំទៅវាស្រួយមែនតើអញ្ចឹងខណៈពេលដែលយើងធ្វើបន្លែធ្វើអីអស់ហ្នឹងយើងដាំទឹកទុកចោលបងប្អូនប្រើទឹកសទឹកថ្លាយើងហ្នឹងណាយើងដាំទុកឲ្យវាត្រជាក់ទៅទឹកដាំពុះតែទុកឲ្យត្រជាក់ណាបងប្អូនស្រាប់ឲ្យតាន់ហើយបន្ទាប់ពីយើងលាងបន្លែទាំងអស់ហ្នឹងក្រៅពីប្រឡាក់អំបិលហើយបងប្អូនយកវាមកច្បល់មួយស្ករសបងប្អូនហើយស្ករសចំនួនប៉ុន្មានក៏វាអត់ច្បាស់ដែរបងប្អូនដោយសារអ្វីដែលខ្ញុំធ្វើនឹងវាច្រើនពេកណាបើរហដងខ្ញុំថ្លឹងខ្ញុំអីវាមានកំណត់ដោយសារនេះវាច្រើនពេកខ្ញុំច្បល់មែនតើប៉ុន្តែយើងត្រូវលាយបន្លែនឹងទាំងអស់គ្នាឲ្យវាបរិមាណវាសមរម្យបងប្អូនមានតសក់មានស្ពៃក្តោបហ្នឹងហើយនឹងខ្ទឹមសមានអីលាយចូលគ្នាតិចតួចហ្នឹងមកហើយយើងមានម្រេចមានម្ទេសនិយាយទៅធ្វើម៉េចឲ្យបន្លែហ្នឹងវាសពប់ជាមួយអំបិលហ្នឹងហើយគឺយើងលាងទឹកឲ្យស្អាតទៅគឺអាហ្នឹងគឺវាជាគោលដៅធំបំផុតនៃការធ្វើជ្រក់មួយហ្នឹងហើយបន្ទាប់មកគឺយើងបន្ថែមជាតិស្ករដោយសារស្ករហ្នឹងគឺជាវាជាកត្តាមួយដែលឲ្យជ្រក់ហ្នឹងវាជូរបងប្អូនអញ្ចឹងបើសិនជាយើងអត់ប្រើស្ករក៏បានដែរជ្រក់ហ្នឹងអត់ប្រើស្ករហ្មងក៏បានដែរប៉ុន្តែវាអត់សូវផ្អែមឆ្ងាញ់ដូចអ្វីដែលខ្មែរយើងចូលចិត្តណាខ្មែរយើងចូលចិត្តស្ករអញ្ចឹងហើយបងប្អូនកុំភ័យនៅពេលដែលយើងដាក់ស្ករហ្នឹងមិនមែនថាអូផ្អែមតិចកាត់ជើងកាត់អីចឹងណាមែនទេបងប្អូនស្ករសហ្នឹងគឺនៅពេលដែលវាផ្អាប់ដំណើរការនៃការផ្អាប់ជ្រក់ហ្នឹងគឺវាបំលែងជាតិស្ករហ្នឹងទៅជាអាស៊ីតឡាក់តិកអាស៊ីតបាក់តេរីអញ្ចឹងអាបាក់តេរីអស់ហ្នឹងវាជួយកាពះពោះវៀនយើងមែនតើបងប្អូនវាមានប្រូបាយអូទិកមានអីចឹងណាអញ្ចឹងវាល្អមែនតើហើយការប្រឡាក់ស្ករចំនួនប៉ុន្មានបងប្អូនមិនបាច់ចាំក្រិតក្រំពេកក៏បានដែរបងប្អូនមើលបរិមាណស្ករដែលខ្ញុំលាយនៅក្នុងវីដេអូនេះឲ្យវាមានជាប់
ស្ករនៅលើបន្លែយើងមកជោគដូចអ្វីដែលយើងប្រឡាក់អំបិលពីដំបូងអញ្ចឹងណាអាហ្នឹងគឺបានហើយបងប្អូនបើសិនជាបងប្អូនចូលចិត្តផ្អែមខ្លាំងបងប្អូនថែមស្កររៀងច្រើនតិចទៅប៉ុន្តែមិនបាច់ភ័យទេដោយសារដូចនិយាយខាងមុខអញ្ចឹងស្ករទាំងអស់ហ្នឹងវាអត់នៅផ្អែមអញ្ចឹងទៀតទេវាបំលែងទៅជាជាតិអាស៊ីតជ្រក់បងប្អូនប្រហែលជាពិបាកស្ដាប់តិចខ្ញុំអត់ដឹងថាត្រូវនិយាយថាម៉េចទេព្រោះខ្ញុំសិក្សាទៅវាអញ្ចឹងបងប្អូនហើយនៅពេលដែលយើងរៀបចំប្រឡាក់ស្ករប្រឡាក់អីអស់ហើយយើងអាចផ្អាប់ទុកកន្លះម៉ោងឬក៏យើងរៀបចូលកន្លហ្មងក៏បានដែរបងប្អូនរៀបដូចខ្ញុំធ្វើនេះទៅបងប្អូនធ្វើម៉េចឲ្យជ្រក់បន្លែទាំងអស់ហ្នឹងគឺយើងសកត់ឲ្យវារៀងណែនតិចណាបងប្អូនហើយយើងមានអីខ្ទាស់ឬដូចខ្ញុំធ្វើដាក់ចង្កឹះមិញហ្នឹងទៅឬក៏បងប្អូនមានកូនចានកូនអីសកត់វាឲ្យលិចទឹកហ្នឹងបងប្អូនបន្ទាប់មកយើងដាក់ទឹកវាទៅបងប្អូននេះគឺទឹកដែលយើងដាំពុះប៉ុន្តែយើងទុកឲ្យត្រជាក់ណាបងប្អូនប្រយ័ត្នចាក់ទឹកក្តៅគឺវារៀងអាលួយប៉ុន្តែវាទៅជាអត់ទៅជាមធ្យោបាយបែបធម្មជាតិដែលយើងកំពុងតែធ្វើហ្នឹងគឺវាល្អខ្លាំងនេះបងប្អូនអញ្ចឹងមិនបាច់ដាក់ទឹកក្តៅទេយើងដាក់ទឹកត្រជាក់វិញល្អជាងហើយយើងដាក់ធ្វើម៉េចឲ្យវាលិចជាមួយនឹងគ្រឿងជ្រក់របស់យើងទាំងអស់ហ្នឹងកុំឲ្យវានៅឃើញណាកុំឲ្យវាដែតកុំឲ្យវាអីដោយសារការដែលជ្រក់យើងដែតនៅលើទឹកហ្នឹងគឺវាអាចបង្កើតជាបាក់តេរីអត់ល្អវិញបងប្អូនមានផ្សិតមានអីចឹងទៅហើយមួយទៀតអាចឡើងអានតែងដូចជាពពុះបបបងប្អូនបបសពេលយើងមានតែងជ័រល្អហ្នឹងអាហ្នឹងក៏វារៀងអត់សូវល្អដែរប៉ុន្តែវាមិនមែនខូចជ្រក់ហ្នឹងហ្មងទេអាពេលដែលវាកើតអញ្ចឹងគឺវាល្អដែរប៉ុន្តែគាត់ថាវាអត់ល្អដូចអ្វីដែលយើងកំពុងធ្វើនេះបងប្អូននេះគឺស្អែកឡើងនេះបងប្អូនខ្ញុំថតនេះគឺស្អែកឡើងហើយគឺវាឡើងពពុះlactic acid ហ្នឹងកំពុងតែធ្វើការឲ្យបងប្អូនវាបំលែងពីជាតិស្ករទៅជាជាតិជូរជាតិជ្រក់ហ្នឹងល្អមែនតើបងប្អូនបើសិនជាឃើញពពុះឡើងអញ្ចឹងគឺល្អហើយអាហ្នឹងគឺវាកំពុងតែដំណើរការផលិត probiotic សម្រាប់ជ្រក់ហ្នឹងហើយគឺអូយជាតិមែនតើហ្មងហើយគ្រាន់តែបើកកម៉ូបមកគឺឈ្ងុយហ្មងឈ្ងុយរបៀបជ្រក់មិនមែនឈ្ងុយរបៀបជូរផ្សិតផ្ដោះពពុះហ្នឹងឯណាបងប្អូនមិនមែនទេនេះគឺពពុះល្អមិនមែនពពុះមេរោគផ្សិតដែលអត់ល្អទេអញ្ចឹងត្រូវចាំមើលពពុះវាតាមដានវារាល់ថ្ងៃអញ្ចឹងមួយថ្ងៃយើងអាចបើកទុកចោល5នាទី10នាទីឬក៏កន្លះម៉ោងទៅយើងបិទវាទៅវិញប្រហែលជា2ថ្ងៃទៅ3ថ្ងៃវាឡើងជូរល្អហើយអញ្ចឹងនៅពេលដែលជូរល្មមដែលអាចយើងចូលចិត្តថាជូរប៉ុណ្ណឹងគឺឆ្ងាញ់ហើយយើងយកវាដាក់ទូទឹកកកទៅគឺយើងរក្សាទុកបានប្រហែលជា5ថ្ងៃដល់10ថ្ងៃហ៎ចឹងរូបមន្តវាអត់មានអីប្រហែលបងប្អូនគឺតិចមែនតើមកសង្ខេបមកវិញគឺប្រឡាក់អំបិលច្បាច់ឲ្យវាអស់ជាតិទឹកទៅយើងលាងទឹកអំបិលនឹងចោលហើយបន្ទាប់មកយើងប្រឡាក់ស្ករហើយយើងរៀបចូលកន្លទៅចាំយើងចាក់ទឹកពពេញវាឲ្យជិតហើយស្កតវាកុំឲ្យវាដែតលើទឹកតែប៉ុណ្្នឹងទេរូបមន្តគឺខ្លីប៉ុណ្្នឹងប៉ុន្តែខ្ញុំចង់ធ្វើវីដេអូឲ្យបងប្អូនអស់ចម្ងល់ថាហេតុអីបានគេធ្វើអញ្ចឹងហេតុអីបានគេធ្វើអញ្ចឹងហេតុអីបានធ្វើអញ្ចឹងវាមានប្រយោជន៍អីអញ្ចឹងណាបងប្អូនអញ្ចឹងគឺអស់ហើយបងប្អូនវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណបើសិនជាបងប្អូនមើលដល់ចប់ខ្ញុំគិតថាបងប្អូនអាចយល់ច្រើនដោយសារបងប្អូនអាចកំពុងតែផ្ទៀងស្ដាប់ពីរបៀបធ្វើតែបើបងប្អូនស្ដាប់ហើយអត់បានចាំទេបងប្អូនអាចទៅមើលផុសមួយទៀតដែលខ្ញុំផុសជាអត្ថបទនៅពេលបន្ទាប់ទៀតនេះប្រហែលជាអាចស្រួលមើលប៉ុន្តែគាត់ថានេះគឺវីដេអូឲ្យបងប្អូនបានយល់អញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនដែលចង់ធ្វើអាចយល់ហើយអាចអនុវត្តផ្ទាល់បានដូចគ្នាចឹងរសជាតិមិនខ្ញុំអត់សូវដឹងទេដោយសារខ្ញុំវាច្រើនពេកបងប្អូនដូចឃើញក្នុងវីដេអូនោះអត់មានអីដាក់មានកធុនធំប្រើទេគឺវល់មែនតើហើយនេះគឺលទ្ធផលដែលខ្ញុំធ្លាប់ធ្វើខ្លួនឯងពីដំបូងដែលខ្ញុំអត់ទាន់បានថតវីដេអូហ្នឹងណាគឺខ្ញុំថតនេះអូយជាតិមែនតើនឹកឃើញគឺឆ្ងាញ់ឈ្ងុយអរគុណ